សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ទី4របស់ខ្ញុំបាទថ្ងៃនេះគឺយើងទៅធ្វើម្ហូបមិនខ្ញុំអ្នកធ្វើបងរៃអ្នកធ្វើម្ហូបបំពងត្រីជាមួយនឹងទឹកត្រីអំពិលទុំនេះត្រីរបស់យើងត្រីនេះរស់ប៉ុន្តែឥឡូវវាងាប់តែទិញតាំងពីព្រឹកទឹកចោលវាងាប់ទៅក៏មានបន្លែតែនៅបន្លែតាមនឹងត្រីរបស់យើងហ្នឹងបន្លែថ្ងៃហ្នឹងមានប៉េងប៉ោះសាឡាត់ហើយនឹងប្រសក់ពីមុខញ៉ាំជាមួយនឹងត្រីនេះអស់នេះហើយនេះមិនផ្លេចទេទូនទីរបស់ខ្ញុំលីងចាននេះឥឡូវនេះចានឆ្នាំងផ្លាក់សើមិញហើយយើងលីងចានមកផ្លេតយើងលាងត្រីនៅនេះស្អាតត្រីរស់ញាត់កលត្រីមកបានជួយសាច់កាយទេបានតែថតពីការធ្វើម្ហូបរបស់បងបុរីតែផុសក្នុងเพจខ្ញុំទុកគេទុនវិញដាក់ខ្លាញ់ចូលតាមរញ៉ៃតិចដាក់ខ្លាញ់ចូលឲ្យអស់រហូតចាំខ្លាញ់ក្តៅយើងដាក់ត្រីហើយយើងក្នុងពេលរត់ទុកតែនឹងភ្លេចបន្លែរបស់យើងណានេះបន្លែយកទៅលាងហ្នឹងបន្លែនេះក៏សិតតែបន្លែអ្នកបាត់ដំបងដាំផ្ទាល់តែបន្លែអត់មានយើងទិញមកពីផ្សារប៉ុន្តែសិតតែអ្នកនៅបាត់ដំបងគាត់ដាំខ្លួនឯងទាំងអស់បន្លែទាំងអស់ហ្នឹងអត់មាននាំចូលពីមាននាំចូលពីក្រៅស្រុកអីទេបន្លែក្នុងស្រុកដាក់ត្រាំវាតិចសិនហើយចាំយើងលាងវាជាប់ហើយតទៅពីខ្លាញ់អញ្ចឹងហើយគឺយើងប្រើអំបិលបន្តិចនេះមកឲ្យត្រីហ្នឹងវាជាប់ផ្ទះដាក់អំបិលនៅក្នុងខ្លាញ់ពីចឹងមកអាហ្នឹងបច្ចេកទេសរបស់បងបុរីផ្ទាល់តែម្ដងខ្ញុំមិនដែរធ្វើចឹងទេបើខ្ញុំពីមុនមកខ្ញុំដាក់តែខ្លាញ់ហើយក្តៅដាក់ត្រីយកមកព្រោះជិនបែកសាច់ត្រីខ្ទេចទៀតជាប់ពេញហ្នឹងបែកវល់មកនេះបន្លែយើងក៏បានរៀបចំរួចរាល់ហើយដែរណាហើយបន្លែ3មុខរបស់យើងហ្នឹងគឺមួយចានឲ្យប៉ះហ្នឹងនិយាយទៅយើងនៅចាំតែត្រីឆ្អិនគឺយើងស្អាតហ្នឹងស្អាតខ្ញុំលើកទឹកចិត្តខ្លួនឯងណាត្រីយើងក៏បានឆ្អិនបានមួយជំហានណាត្រីយើងត្រីចិត្តពុលបើកចោលយូរពេកញ៉ាំទឹកត្រាក់ចឹងចាក់ទឹកត្រីចូលកន្លះលីត្រមកទឹកត្រី7ទឹកត្រីផ្អែមហ្មងបងរៃហ្នឹងអីទឹក7ទុំត្រី7ទុំយើងដាក់ទឹកត្រីប្រហែលប្រហែលជា200មីលីលីត្រអត់ដល់ណានេះ100មីលីលីត្រតិចដែរông cái gì tôi biết sẽ đâu không má dương tập tập tay nó bị đai hái dương chập đàm cho ít là bí là cắt tí
ត្រី7ទុំអាវិញយើងដាក់ហ្គាសហ្នឹងយើងអត់ដាក់ហ្គាសមិនដែរទេ tam trong non nó ពេញមកពីផ្សារដែរ trong chú đã lạc lồ đó ở trong chú đã bằng lý kiện តែមានឆ្លក់អ្នកថតឆ្លក់ធ្វើការគោវាបែកជាតិ7ចឹងមកទៀតឲ្យយើងដាក់គ្រឿងដែលយើងបានមានខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសដាក់វាចូលបែបហ្នឹងហើយយើងគោប្រហែលប្រហែលនាទីទៀតបងយើងឈប់ tí lắm bị lọt chân អាហ្នឹងយើងដាក់តាមកខ្ទឹមវារាំងស្លោកបន្តិចទៅគឺយើងរួចរាល់ការសាច់នេះទឹកត្រី7ទុំយើងរួចរាល់ហ្នឹងនៅតែដួសដាក់ចានទៀតគឺរួចរាល់តែម្ដងនេះទឹកត្រី7ទុំយើងបានរួចរាល់អ្នកនរគ្នាយើងនៅចាំតាត្រីបំពងឆ្អិនទៀតយើងចាប់ផ្ដើមរៀបដាក់ចានញ៉ាំបាយថ្ងៃតែម្ដងហើយត្រីយើងក៏បានឆ្អិនរួចរាល់ហើយដែរអ្នកនរគ្នាយើងរួចមើលទៅតំណងអត់ចង់ភៅសួរថាតំណងអត់ប៉ុណ្ណឹងហើយមិនតំណងទៀតនឹងថាម៉េចទេត្រីទៅក៏ធម្មជាតិបន្លែក៏របស់ក៏ធម្មជាតិបន្លែនាំនៅក្នុងស្រុកនៅក្នុងភូមិនឹងតែត្រីហ្នឹងក៏ចឹងដែរអ្នកនរគ្នាត្រីធម្មជាតិតែទៅបូមចេញពីស្រះអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះហើយកុំភ្លេចចុច Subscribe ហើយនិងចុចសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីខ្ញុំបាទមានស្នាមញញឹមក្នុងការផលិតវីដេអូថ្មីៗចែកជូនមុខពុកម៉ែបងប្អូនទាំងអស់គ្នាទៀតអរគុណច្រើន